ពីក្មេងបោះសម្រាមតាមដងផ្លូវក្លាយជាកម្ពុជាកីឡាករបាល់ទាត់ពិភពលោកនេះជារឿងរ៉ាវជីវិតដ៏អស្ចារ្យរបស់ខ្សែបម្រើ N'Golo Kante គាត់ជាកីឡាករបាល់ទាត់ដែលដាក់ខ្លួនជាងគេស្ងៀមស្ងាត់អៀនព្រាននិងតែងតែបញ្ចេញស្នាមញញឹមជាប់ជានិច្ចប៉ុន្តែនៅពីក្រោយស្នាមញញឹមនេះមានរឿងរ៉ាវជីវិតដ៏លំបាកការខំប្រឹងការជំនះនិងការសម្រេចចិត្តផងដែរនេះជារឿងរ៉ាវដែលមិនគួរឲ្យជឿរបស់ N'Golo Kante ដែលផ្លាស់ប្ដូរជីវិតពីក្មេងបោះសម្រាមតាមដងផ្លូវនៅទីក្រុងប៉ារីសក្លាយជាកម្ពុជាកីឡាករបាល់ទាត់ពិភពលោក N'Golo Kante កើតនៅថ្ងៃទី29 ខែមីនា ឆ្នាំ 1991 នៅទីក្រុងប៉ារីសប្រទេសបារាំងឪពុកម្ដាយរបស់គាត់ជាជនចំណាកស្រុកមកពីប្រទេសម៉ាលីជីវិតនៅប្រទេសបារាំងវាមិនងាយស្រួលនោះទេសម្រាប់ Kante ឪពុករបស់គាត់បានទទួលមរណភាពតាំងពីគាត់នៅកុមារភាពបន្សល់ទុកតែម្ដាយដែលនៅចិញ្ចឹមបីបាច់ថែរក្សាគាត់ដើម្បីសម្រាលបន្ទុកគ្រួសារ Kante បានចាប់ផ្ដើមធ្វើការតាំងពីតូចដោយធ្វើជាអ្នកបោសសម្អាតតាមដងផ្លូវនៅទីក្រុងប៉ារីសស្របពេលដែលក្មេងៗដទៃទៀតកំពុងសោយសុខនឹងជីវិតកុមារភាពដ៏សប្បាយ Kante បានត្រឹមតែដើរចម្ងាយរាប់រយម៉ាយក្នុងមួយថ្ងៃដើម្បីប្រមូលសម្បកដបកំប៉ុងយកទៅលក់គាត់ជាក្មេងប្រុសដែលស្លូតស្ងៀមស្ងាត់និងតែងតែត្រូវគេមើលរំលងប៉ុន្តែនៅក្នុងចិត្តរបស់ Kante តែងតែមានក្តីស្រមៃដ៏ធំមួយនៅពេលដែលគាត់មានវ័យ8ឆ្នាំ Kante បានចូលរួមជាមួយក្លឹបបាល់ទាត់ដ៏តូចមួយដែលមានឈ្មោះថា JS Surenes ហើយគ្រូបង្វឹកក៏បានចាប់អារម្មណ៍ទៅនឹងសមត្ថភាពដ៏អស្ចារ្យរបស់គេគឺកម្លាំងវិន័យនិងអាកប្បកិរិយាដ៏ល្អ Kante មានកម្ពស់ទាបជាងគេនៅក្នុងក្រុមប៉ុន្តែគាត់រត់លឿនជាងគេនៅពេលអ្នកផ្សេងទៀតរត់ហត់ Kante នៅតែបន្តរត់គាត់មិនដែលរអ៊ូនោះឡើយគាត់គឺតែងតែខំប្រឹងលើសអ្នកដទៃដោយសង្ឃឹមថាថ្ងៃណាមួយជីវិតនឹងល្អប្រសើររហូតដល់វ័យ10ឆ្នាំគាត់បានចូលរួមប្រកួតឲ្យក្លឹប JS Surenes ដោយអភិវឌ្ឍខ្លួនម្ដងបន្តិចការអត់ធ្មត់ខំប្រឹងហ្វឹកហាត់ដោយមិនបោះបង់ប៉ុន្តែក្នុងកំឡុងពេលនោះគ្មានក្លឹបបាល់ទាត់អាជីពណាសម្លឹងឃើញថ្នាលយុវជនមួយរូបនេះឡើយនៅវ័យ19ឆ្នាំទីបំផុត Kante បានចូលរួមជាមួយក្រុមពាក់កណ្ដាលអាជីពមួយនៅលីកទី3ប្រទេសបារាំងគឺ Bologne កីឡាករភាគច្រើនគឺបានត្រឹមតែមានក្លឹបលេងគឺគ្រប់គ្រាន់ហើយប៉ុន្តែសម្រាប់ Kante គឺគាត់មានក្តីស្រមៃដើម្បីក្លាយជាកម្ពុជាកីឡាករបាល់ទាត់មួយរូបនៅរដូវកាលដំបូងគាត់មិនសូវបានដាក់ឲ្យចូលលេងនោះទេតែ Kante នៅតែមិនបោះបង់ចោលដោយខំប្រឹងហ្វឹកហាត់មិនថានៅលើទីលានឬត្រឡប់មកផ្ទះវិញនោះទេដោយសង្ឃឹមថាពេលមានឱកាសគាត់នឹងបញ្ចេញឲ្យអស់ពីសមត្ថភាពចំណាយពេលដល់ទៅ2រដូវកាលនៅលើកៅអីបម្រុងទីបំផុត Kante បានបង្ហាញសមត្ថភាពដ៏ភ្ញាក់ផ្អើលឲ្យអ្នករាល់គ្នាបានឃើញគាត់រត់ស្ទើរតែគ្រប់តំបន់នៅលើទីលានគាត់តែងតែប្រជែងយកបាល់បានពីគូប្រកួតនិងបញ្ជូនបាល់ឲ្យដៃគូបានយ៉ាងល្អទេពកោសល្យនិងសមត្ថភាពដ៏អស្ចារ្យរបស់ Kante ធ្វើឲ្យក្លឹបកាអង់នៅលីកទី2ប្រទេសបារាំងចាប់អារម្មណ៍និងបាននាំយករូបគេមករួមក្រុមនៅឆ្នាំ2013ហើយរឿងដ៏អស្ចារ្យទៀតនោះគឺ Kante បានរួមចំណែកជួយឲ្យក្រុមឡើងមកកាន់លីកកម្ពុជាបារាំងនៅរដូវកាលបន្ទាប់ទីបំផុតនៅក្នុងពិភពបាល់ទាត់នៅពេលនោះចាប់ផ្ដើមកត់ចំណាំឈ្មោះយុវជនវ័យក្មេងរូបនេះគឺ N'Golo Kanteនៅឆ្នាំ2015ក្លឹប Leicester City បានចុះហត្ថលេខានាំយក N'Golo Kante មកកាន់ទឹកដីអង់គ្លេសក្នុងតម្លៃខ្លួនប្រមាណ 5.6 លានផោនប៉ុន្តែមិនសូវមានគេចាប់អារម្មណ៍ខ្លាំងនឹងរូបគេនោះទេព្រោះគេនៅក្មេងហើយមិនទាន់មានគេឈ្មោះបោះសម្លេងប៉ុន្តែនៅរដូវកាលដំបូងនៅ Leicester City Kante តែងតែជាប់ជម្រើស11នាក់របស់លោក Claudio Ranieri ដោយមិនអាចខ្វះបានព្រោះគាត់គឺជាស្នូលសំខាន់នៃតំបន់បម្រើរបស់ក្លឹប Leicester City គាត់រត់ច្រើនម៉ាល់ជាងគេគាត់ប្រជែងបានបាល់ពីគូប្រកួតជារឿយៗគាត់នាំបាល់យកទៅតំបន់ប្រយុទ្ធហើយរឿងដ៏ភ្ញាក់ផ្អើលនោះគឺនៅរដូវកាលដំបូងរបស់ Kante គឺបានជួយឲ្យ Leicester City ឈ្នះជើងឯកលីកកម្ពុជាអង់គ្លេស English Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបហើយសមត្ថភាពរបស់បុរសញញឹមស្រស់រូបនេះបានសាយភាយពេញពិភពបាល់ទាត់ជាពិសេសនៅឆ្នាំបន្ទាប់ក្លឹបតោក្យូ Chelsea បាននាំយករូបគេមករួមក្រុមហើយក៏បានជួយឲ្យ Chelsea ឈ្នះជើងឯក English Premier League នៅរដូវកាលនោះទៀតផង
ហើយនិយាយបានថានេះជាពេលដ៏ជោគជ័យមួយក្នុងអាជីពបាល់ទាត់របស់គេដែលជួយឲ្យ Chelsea ឈ្នះជើងឯកជាច្រើនដូចជា FA Cup, UEFA Europa League និង UEFA Champions League នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ2018នៅប្រទេសរុស្ស៊ីកាន់តែជាកីឡាករស្នូលដ៏សំខាន់ដែលជួយឲ្យមនកកបារាំងឈ្នះជើងឯក FIFA World Cup ជាលើកទី2ក្នុងប្រវត្តិសាស្ត្រប៉ុន្តែទាំងអស់នេះក៏នៅតែមិនឈ្នះការដាក់ខ្លួនរបស់គេឡើយទោះបីខ្លួនជាកម្ពុជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញក៏ពិតមែនក៏ប៉ុន្តែគាត់នៅតែជិះឡានកញ្ចាស់ប្រើទូរស័ព្ទកញ្ចាស់ជួយសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់ពេលប្រកួតចប់សម្រាប់គាត់បាល់ទាត់គឺមិនមែនលេងដើម្បីលុយនោះទេគឺលេងដោយការស្រឡាញ់ការគោរពនិងការខំប្រឹងប្រែងជាប្រចាំទោះបីជាខ្លួនជាកម្ពុជាកីឡាករបាល់ទាត់ដ៏ល្បីក៏ពិតមែនក៏ប៉ុន្តែការដាក់ខ្លួនមិនសូវនិយាយស្ដីច្រើនមិនមានរឿងអាស្រូវការរក្សាភាពស្ងៀមស្ងាត់គឺជារឿងដ៏ល្អក្នុងជីវិតពិតរបស់យើងពីក្មេងបោះសម្រាមតាមដងផ្លូវនៅទីក្រុងប៉ារីសក្លាយជាកម្ពុជាកីឡាករនៅលើទីលានរឿងរ៉ាវរបស់កាន់តេបង្ហាញឲ្យយើងឃើញថាភាពជោគជ័យមិនមែនកើតចេញពីទេពកោសល្យតែមួយមុខនោះទេគឺកើតចេញពីបេះដូងវិន័យការខិតខំប្រឹងប្រែងនិងចេះដាក់ខ្លួនគាត់មិនត្រឹមតែឈ្នះពានរង្វាន់ធំៗជាច្រើននោះទេក៏ប៉ុន្តែកាន់តែបានឈ្នះបេះដូងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក